រៀងខ្មោចឆៅនៅភូមិអូដំបងកាលពីឆ្នាំ1980នៅភូមិអូដំបងមានបុរសម្នាក់ឈ្មោះតាម៉ៅជាអ្នករស់នៅម្នាក់ឯងក្បែរព្រៃចេកតាម៉ៅជាមនុស្សចូលចិត្តផឹកស្រាខ្លាំងណាស់យប់មួយតាម៉ៅផឹកស្រវឹងធ្លាក់ភ្នែកក៏ដើរត្រឡប់ទៅផ្ទះវិញទាំងយប់ជ្រៅតាមផ្លូវគាត់បានឆ្លងកាត់ទីធ្លាផ្ទះចាស់មួយដែលគេល្បីថាមានខ្មោចឆៅរស់នៅពេលដែលជិតដល់ទីនោះក៏ស្រាប់តែឮសំឡេងលាន់ក្រឹបពីខាងក្រោយពលគឺខ្មោចឆៅស៊ុំប៊ីគាត់ក៏ងាកមើលឃើញមានស្រមោលខ្មោចធំកំពុងដើររលះរលាំងមករកគាត់តាម៉ៅភ័យឡើងបាត់ស្រវឹងភ្លាមក៏រត់ទាំងកំរៅពេលកំពុងរត់គាត់បានក្រឡេកមើលទៅក្រោយទៀតក៏ឃើញខ្មោចឆៅនោះវារតាមដីទាំងអត់មានជើងខ្មោចនោះគ្មានមុខគ្មានមាត់ទេតែមានត្រឹមតែភ្នែកក្រហមឆ្អៅពីរគូកំពុងសម្លឹងចំគាត់តាម៉ៅរត់ទៅដល់ផ្ទះក៏បិទទ្វារយ៉ាងលឿនហើយដេកលក់បាត់ទៅព្រឹកឡើងគាត់ភ្ញាក់ពីដំណេកហើយបើកទ្វារមើលគាត់ឃើញមានស្លាកស្នាមក្រញ៉ាំដៃនៅជាប់នឹងបង្អោតផ្ទះហើយនៅក្រោមបង្អោតនោះគាត់ក៏ឃើញមានសម្បកដួងប្រហែល10ផ្លែដែលខ្មោចឆៅនោះវាមកស៊ីនៅជិតផ្ទះរបស់គាត់មេរៀនពេលស្រវឹងពេលខ្លះយើងអាចមើលឃើញអ្វីដែលមិនមែនជាការពិតប៉ុន្តែប្រហែលជាមានខ្មោចពិតកំពុងលាក់ខ្លួននៅក្បែរយើងក៏ថាបានញ៉ែ